មិត្តល្អមិនភ្លេចគ្នាឈ្នះ130លានរៀលពី Boostrong ចែកមិត្តពាក់កណ្ដាលវិចអង្គដើររកទៅបើបានមិត្តភ័ក្តិល្អបែបនេះឈ្នះរង្វាន់សិទ្ធិក្មេង130លានរៀលពី Boostrong ហើយហ៊ានចែកលុយពាក់កណ្ដាលឲ្យមិត្តភ័ក្តិបើជាមិត្តមិនល្អវិញឈ្នះរង្វាន់ធំបែបនេះប្រហែលជាឈប់រាប់អានមិត្តភ័ក្តិអស់ហើយម្ចាស់រង្វាន់សិទ្ធិក្មេង130លានរៀលពី Boostrong មានឈ្មោះផុនវិផាអាយុ31ឆ្នាំមុខរបរជាមន្ត្រីនគរបាលនិងមិត្តភ័ក្តិមានឈ្មោះអឿងពិសិដ្ឋអាយុ31ឆ្នាំមុខរបរជាគ្រូពេទ្យដោយបច្ចុប្បន្នពួកគាត់ទាំងពីររស់នៅក្រុងបាត់ដំបងខេត្តបាត់ដំបងបងប្រុសវិផាបាននិយាយថាគាត់បានទៅលេងផ្ទះមិត្តភ័ក្តិដែលមានឈ្មោះពិសិដ្ឋហើយក៏ទិញ Boostrong នៅក្បែរនោះយកមកពិសាតែគាត់មិនបានចាប់អារម្មណ៍មើលក្រវិលកំប៉ុងទេលុះផឹកអស់ក៏ទុកទាំងក្រវិលនិងកំប៉ុងចោលនៅផ្ទះមិត្តភ័ក្តិព្រោះគាត់មិនជឿលើរង្វាន់ជាសំណាងល្អមិត្តភ័ក្តិរបស់គាត់ក៏បានមកពិនិត្យមើលក៏ស្រាប់តែឃើញថាក្រវិលកំប៉ុងនោះឈ្នះ130លានរៀលក៏ស្រែកប្រាប់មិត្តហើយលោតអទាំងអស់គ្នាផ្អើលអស់អ្នកជិតខាងអ្វីដែលធ្វើឲ្យមនុស្សជាច្រើនកោតសរសើរគឺបើសិនជាមិត្តគាត់មិនស្មោះត្រង់វិញច្បាស់ជាយកក្រវិលកំប៉ុងលាក់ទុកបើករង្វាន់យកតែម្នាក់ឯងបាត់ហើយប៉ុន្តែដោយសារមិត្តភាពនិងភាពស្មោះត្រង់លុះពេលក្រុមហ៊ុន Boostrong ចុះមកប្រកល់រង្វាន់ពួកគាត់ទាំងពីរក៏សម្រេចចិត្តមិនស្ទាក់ស្ទើរដោយចែកលុយគ្នាម្នាក់ពាក់កណ្ដាលនេះជាមេរៀនមួយសម្រាប់បងប្អូនចូលចិត្តញ៉ាំ Boostrong កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងឲ្យបានច្បាស់ប្រយ័ត្នត្រូវរង្វាន់ធំហើយបោះកំប៉ុងចោលដោយមិនដឹងខ្លួនព្រោះ Boostrong មានរង្វាន់ច្រើនថែមទាំងមានរសជាតិឆ្ងាញ់ដិតជ្រៅទៀតផង